Xongជំរាបសួរពុកម៉ែបងប្អូននិងខ្ញុំសុខខាន់ជីសូមគោរពបងប្អូនសាជាថ្មីម្ដងទៀតហើយនិយាយរឿងអាសនាទៀតហើយរឿងអាសនាដោយបងប្អូនជ្រាបហើយដែលថាអឺលោកសង្ឃឬក៏អ្នកណាដែលប្រឆាំងនឹងយួនបងប្អូនខ្មែរកម្ពុជាក្រោមទាំងអស់គាត់ដែលគាត់ប្រឆាំងនឹងយួនគឺអ្នកស្នេហាជាតិទាំងអស់គឺគេយកទៅពមៀននឹងយកទៅប្រទេសយួនយកទៅពមៀនដូចថារបៀបថាដាស់តឿនហ្នឹងហើយបងប្អូនដឹងហើយដឹងជ្រាបទាំងអស់គ្នាហើយត្រង់ថាយួនវាប្រើមនោគមរបៀបថាឲ្យខ្មែរដឹងគុណពួកវាថាពួកដោយសារតែពួកវានឹងហើយបានខ្មែររាល់ថ្ងៃបានមានពូជមានសន្តានដល់រហូតដល់ថ្ងៃនេះមិនខុសអីពីអាសនាទេបងប្អូនវាចង់និយាយថាវាបង្រៀនកូនចៅវាទាំងអស់មិនមែនថាទាំងអស់ទេឲ្យតែអ្នកគ្រប់គ្រងវានឹងនិយាយទៅវានិយាយថាម៉ែឪគ្មានគុណទេឃើញទេបងប្អូនឃើញទេវាអត់មានខុសពីយួនទេយួនវាឲ្យខ្មែរនឹងដឹងគុណវារហូតដឹងគុណពីយួនបើចំពោះអាសនាអត់ឲ្យម៉ែឪនឹងដឹងអត់ឲ្យកូនចៅនឹងដឹងគុណម្ដាយឪពុកទេដោយសារតែមនោគមរបស់វានឹងគឺចង់ឲ្យខ្មែរក្មេងៗទាំងអស់ហ្នឹងវល់វក់អារឿងនៃមនោគមឈួតលីលារបស់វាហ្នឹងហើយដោយថារឿងដែលវានិយាយដែលថាអូវាយករឿងអ្នកប្រាជ្ញយកស្អីគេរបៀបពួកបណ្ឌិតយកមករៀនតាមវាមិនដែរគេរៀនបណ្ឌិតគេចេញបណ្ឌិតទេអាសនាវាមិនដែររៀនអាណាគេរៀនបណ្ឌិតចេញពូជច្បួរដូចហែងចឹងទេបើចឹងបើហែងរៀនចេះខ្លាំងពេកអាតំណងហែងចេះខ្លាំងពេកហែងទៅពេទ្យរកស៊ីអាភ្លឺហែងចឹងតើបានហែងវាលេលើចឹងហែងវារៀនដូចថាវារៀនមនុស្សយើងនិយាយទៅបើរៀនខ្វះខាតអាហ្នឹងគេថាវាខ្វះខាតដល់ពេលហែងវារៀនវាលើសពីចំណេះហែងខ្លាំងពេកទៅដល់ពេលអញ្ចឹងហែងបានអាចវារបៀបហៅថាបែកឆ្វេងមនុស្សដូចហែងគឺអញ្ចឹងណាអាសនាហើយហែងកំតាំងខ្លួនណាហើយហែងឥឡូវហែងមិនស្អីគេវាយគណៈបកប្រជាជនណាអាសនាហែងប្រយ័ត្នតើហែងវាយខ្លាំងចំចំណុចរបស់ហ៊ុនសែនហែងប្រយ័ត្ននេះណាអាសនាយ៉ាត់ហ៊ុនសែនដកប្រាក់ពីវត្តហែងអាប្រាក់ខែហែងខំប្រឹងទៅហែងតិចទៀតនឹងប្រយ័ត្នទៅហើយគាត់ថាហែងវាយគណៈបកប្រជាជនហើយគេគិតថាអញអីហ្នឹងលើកទោសឲ្យហែងកុំសង្ឃឹមអាសង្គីអាសនា